ព្រឹកមិញខ្ញុំអូស Facebook ទៅស្រាប់ខ្ញុំឃើញអាជីវករម្នាក់គាត់យំដោយសារអីគាត់លក់គាត់ប្រឹងលក់តាំងពីប្រឡប់រហូតដល់ភ្លឺអត់មានលុយចូលកង់មកលីងតែវ៉ាន់អស់គេហូបគេបាញ់ហើយតែលុយអត់ចូលកង់ម្សិលមិញមានបញ្ហាបងអូន ABA បាញ់ចូល AC វាអត់ឲ្យសោះហ្មងខ្ញុំតកក់សក់ខ្ញុំបាញ់ឲ្យគេ3ដងអត់ចូលទេតបងខ្ញុំស្មានតែចូលខ្ញុំដើរមកឲ្យតាដល់ចៃដនអីខ្ញុំក៏សង្ស័យលុយនឹងទៅមិនទៅអត់ព្រោះខ្ញុំច្រើនតែបាញ់អត់ចូលវាអត់សូវមានសេវាហ្នឹងដល់ពេលមើលទៅបាញ់អត់ចូលបងអូនបាញ់2ដងទៀតក៏អត់ចូលរត់ទៅខ្ចីលុយគ្នាយកមកឲ្យគេមិនសមមិញណាអញ្ចឹងអាណិតអ្នកដែលលក់ដូរម្សិលមិញណាមិនមែនតែដូនតែម្នាក់ប្រហែលដូនច្រើនអ្នកអញ្ចឹងបានថាសារនេះគឺដាស់តឿនបងប្អូនទាំងអស់គ្នាថាបើសិនជាគេបាញ់លុយមកយើងត្រូវពិនិត្យពិច័យឲ្យច្បាស់ណាបងប្អូនព្រោះដោយសារអីកងធនាគារហ្នឹងវាធ្វើស៊ីសាហាវហ្មងចាហើយមានអីយើង free អាហារមកពេលវាមិនអីទេបើយើង free អាហារតម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារឬក៏យើង free មកយប់ទៅភ្លឺហ្មងវាមិនដែរបើសិនតែយើងមានដើមទុនវាមិនសូវអីតែបើយើងអត់ខ្ចីគេបុលគេយកមកធ្វើដើមទុនចប់តែមកបងប្អូនហើយមិនដឹងដើរទាពីណា